ដោយមានការចង្អុលបង្ហាញពីឯកឧត្តមសេនីយ៍ឯកសរដ្ឋាអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលខេត្តព្រះសីហនុលោកវីរៈសេនីយ៍តូនីច័ន្ទនារានាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុនាព្រឹកថ្ងៃទី3ខែមេសាឆ្នាំ2025នេះបានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលសហការជាមួយនឹងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តចូលធ្វើការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកព្រមទាំងបានធ្វើការចង្អុលបង្ហាញលើអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់ទៅកងឡានធុនធ្ងន់មួយចំនួនក្នុងក្រុងព្រះសីហនុនិងចែកមួកសុវត្ថិភាពដល់សិស្សានុសិស្សនៅសាលាបឋមវិទ្យាល័យហ៊ុនសានឃ្លាំងលើស្ថិតនៅក្នុងសង្កាត់លេខ1ក្រុងព្រះសីហនុខេត្តព្រះសីហនុលោកវរៈសេនីយ៍តូនីច័ន្ទនារានាយការិយាល័យនគរបាលចរាចរណ៍ក៏គូបញ្ជាក់ផងដែរថាលោកតែងតែសង្កេតឃើញតែកងឡានធុនធំមួយចំនួនតែងតែបើកបរនិងប្រើប្រាស់លើគន្លងផ្លូវខុសផ្លូវដែលអ្វីដែលក្រសួងមន្ទីរសាធារណការនិងដឹកជញ្ជូនបានកំណត់ហើយការបើកបរមិនគោរពគំនូរចរាចរណ៍បែបនេះហើយជាហេតុបង្កឲ្យមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងមានជាយថាហេតុទន្ទឹមនឹងនេះលោកវីរៈសេនីយ៍តូនីច័ន្ទនារាបានចែកនៅខិត្តប័ណ្ណនិង sticker ចំណាំងផ្លាតដល់ទៅកងឡានមួយចំនួននិងសំណូមពរដល់បងដែលជាអ្នកបើកបរទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នានិងគ្រប់ពេលបើកបរផងដែរ